bà số đây bọn được ní cái chia văn cầm mỏng chỗ bà bị bong pro có đào chui cầm mỏng cái quần bà về là Tosino bà mà sinh phơi chi cũng po lẹ cái nạ cruza bà hay từ mặt đỏ tí bà chẳng chăm mấy nhóm hai càng không chừng một bốn mươi sinh lẹ cái này sẽ bảo viết cứ về lật chi cũng po lẹ cái nạ cruza bên này thaประเภทបន្លែផ្លែឈើដែលយើងចាត់ជាសបកជាអីហើយសបកពងមាន់អីហ្នឹងបងប្អូនអាចដាក់ឲ្យវាបំលែងទៅជាជីកប៉ុសបានបាទហើយមានកដាស់ធ្វើទៅពីក្រុមហ៊ុនហ្នឹងបងបាទផលមកពីថៃបាទបងចូលពីថៃរបស់ក្រុមហ៊ុន Tosino បាទហើយចាំបើខ្ញុំបងប្អូនមើលអាវ៉ាន់ខាងក្នុងនេះប្រភេទនេះឥឡូវយើងហាយវាតិចទៅហើយចាំខ្ញុំថតបន្តបងប្អូនមើលទៀតបាទនេះបងប្អូនbrand របស់វាលីបងប្អូន by Tosino បាទក្រុមហ៊ុន Tosino ហើយកែខាងក្នុងដែលយើងបកកូនហើយខ្ញុំហែកឲ្យបងប្អូនមើលក្នុងបាទតែហើយដើម្បីមុននឹងយើងផ្ញើជូនទៅបងប្រុសដែលគាត់បាទជាបងប្អូននេះគឺជាម៉ាស៊ីនផលិតជីកប៉ុសដែលសល់ពីកាកសំណល់ផ្ទះបាយបាទដែលយើងដូចជាមានបន្លែសបកពងមាន់ឆ្អឹងអីហ្នឹងបងប្អូនបាទនេះសភៅវាភៅប្រាស់ហើយវាជាភាសាអង់គ្លេសដែរទេមានជាភាសាអង់គ្លេសដូចជាមានភាសាថៃដែរអញ្ចឹងនិយាយស្រួលបងប្អូនយកទៅប្រើទេបាទហើយវាបំលែងពីកាកសំណល់ទៅជាកប៉ុសហ្នឹងរយៈពេលពី2ម៉ោងទៅ20ម៉ោងទៅតាមប្រភេទយើងដាក់តិចដាក់ច្រើនអញ្ចឹងបងអានេះប្រហែលជាតំណប់ជើងខោមវាបាទនេះវ៉ាន់ខាងក្នុងបាទអាវ៉ាន់ថ្មីហ្នឹងបងអាវ៉ាន់មកទឹកហ្នឹងបាទទីថាវ៉ាន់មកទឹកនេះបាទឃើញទេអានេះគឺជាកម្រោរបស់វាយើងមូលមកខាងស្ដាំមកបាទដើម្បីដោះឡុកកម្រោវាហើយក្នុងនេះវាមានជាផ្លែវិលហើយវាប្រភេទប្រើភ្លើងហ្នឹងបងបាទចំណាយភ្លើងត្រឹមតែ1គីឡូទេយើងអាចផលិតជីកប៉ុសបានហើយនេះគឺជាធុងរបស់វាបាទធុងនេះដាក់បានប្រហែលជាខ្ទង់3គីឡូកប៉ុសបាទហើយនេះម៉ាស៊ីនរបស់វានៅខាងក្រោមបាទលក្ខណៈប៉ុណ្ណឹងវាប្រភេទប្រើភ្លើងបងបាទប្រើភ្លើងផ្ទះយើងបាទភ្លើងរត់នោះខ្សែភ្លើងវានៅក្នុងបងអូខេហើយអានេះកុងតាក់បិទបើកកុងតាក់បិទបើកហើយមានសេរីមានអីវាទៀតអញ្ចឹងណាបាទហើយបងប្អូនចាប់អារម្មណ៍អាចធ្វើការកម្មង់បានហើយចាំមើលខ្ញុំដោនវីដេអូឲ្យបងប្អូនមើលតើវិធីប្រើប្រាស់របស់វាហ្នឹងវាយ៉ាងណាដែរបាទអូខេអញ្ចឹងចាំតិចខ្ញុំលើកចេញមកក្រៅបងប្អូនមើលបាទបងប្អូនរូបរាងខាងក្រៅរបស់វាគឺវាអញ្ចឹងបាទអានេះស្នុកនេះយើងដាក់ដៃនេះសម្រាប់ត្រង់តិចទីឲ្យសល់ចឹងទៅហើយចំពោះវិធីប្រើប្រាស់បងប្អូនអាចមើលបន្ថែមនៅក្នុងសភៅនេះបានបាទហើយនេះគឺក្នុងវាហើយនេះខ្ញុំឲ្យមើលមួយជុំអានេះយើងដាក់នៅគៀនកន្លែងណាមួយដែលយើងងាយស្រួលក្នុងការយកកតិកទីដែលយើងសល់ពីការធ្វើម្ហូបពីការហូបចុកអីហ្នឹងយើងអាចផលិតចេញជាជីកំប៉ុសសម្រាប់ដាក់ដំណាំរបស់យើងបានបងប្អូនបាទរូបរាងស្អាតបាទស្អាតហើយងាយស្រួលយើងកាត់បន្ថយសម្រាមដែលធ្វើឲ្យបរិស្ថានរបស់ដែលធ្វើឲ្យខូចបរិស្ថានរបស់យើងអញ្ចឹងណាបាទហើយរបៀបដាក់គឺយើងដាក់កម្រងពេលយើងដាក់បន្លែ
กติกตีផ្លែឈើដែលចូលហើយគឺយើងដាក់វាអញ្ចឹងមកនេះវាមានកន្លែងនេះកន្លែងដោះសោហើយយើងមូលវាមកកន្លែងមកបាទអានេះគឺឡុកសម្រាប់ម៉ាស៊ីនធ្វើការពេលយើងបើកម៉ាស៊ីនទៅណាវាធ្វើការហើយកណ្ដុតមកកណ្ដុតអីអានេះវាជាប្រភេទសំណើមពេលអីយ៉ាងចឹងទៅបាទវាប្រើរយៈពេលពី2ម៉ោងទៅ20ម៉ោងសម្រាប់ផលិតចេញជាជីកំប៉ុស្តយើងអាចយកទៅប្រើបានភ្លាមៗសម្រាប់ដំណាំបន្លែផ្កាអីចឹងទៅទូទៅបាទងាយស្រួលមែនទែនហ្នឹងហើយកូនច្រើនបងប្អូនបាទចាប់អារម្មណ៍អាចធ្វើការកំងបានបាទតាមរយៈលេខទូរស័ព្ទ092 622 013បាទ098 24 27 44ឬអាចមកដល់ហាងរបស់ខ្ញុំក៏បានដែរនៅចរិយាមាត្រទីតាំងបរិយាពុកថ្មីកំពូល1បាទទទួលកំងក៏បានពីថៃពីស្រុកក្រៅមកក៏បានដែរហើយតែបងប្អូនចង់បានអរគុណច្រើនសូមជម្រាបលា